ទេសចរជាង550នាក់រួចផុតពីគ្រោះថ្នាក់ក្រោយជាប់គាំងនៅភ្នំខ្នងផ្សាដោយសារចំនួនទឹកភ្លៀងអ្នកទេសចរចំនួន551នាក់ដែលជាប់គាំងនៅតំបន់ទេសចរភ្នំខ្នងផ្សាស្ថិតក្នុងស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺដោយសារចំនួនទឹកភ្លៀងត្រូវបានក្រុមការងារសង្គ្រោះជួយអន្តរាគមន៍និងជំនះទៅកាន់ទីតាំងមានសុវត្ថិភាពរួចរាល់គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃទី13ខែកក្កដាឆ្នាំ2026ប្រតិបត្តិការជួយសង្គ្រោះនេះត្រូវបានធ្វើឡើងដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរមូលដ្ឋានប្រជាសហគមន៍និងក្រុមការងារពាក់ព័ន្ធដោយបានសម្របសម្រួលនាំអ្នកទេសចរចេញពីតំបន់ដែលរងផលប៉ះពាល់ដោយចំនួនទឹកភ្លៀងនិងមកដល់ទីតាំងសុវត្ថិភាពនៅភូមិតាំងបំពង់ហេតុការណ៍ជាប់គាំងនេះបានកើតឡើងនៅរសៀលថ្ងៃទី12ខែកក្កដាឆ្នាំ2026បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានចំនួនទឹកភ្លៀងនៅតំបន់ភ្នំខ្នងផ្សាដែលបានបង្អាក់ដំណើររបស់អ្នកទេសចរជាច្រើនអ្នកមិនអាចចាក់ចេញពីតំបន់នោះបានបន្ទាប់ពីទទួលបានព័ត៌មានមន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅតំបន់នោះរួមជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាសហគមន៍បានចងអន្តរាគមន៍ភ្លាមដែលបាននាំអ្នកទេសចរទៅស្នាក់នៅទីតាំងលំហែបៃតងដំណាក់ដំរីនិងផ្ដល់ជាស្បៀងអាហាររហូតដល់អាចជម្លៀសចេញដល់សុវត្ថិភាពយោងតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថានលោកអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថាលោកនិងមន្ត្រីក្រសួងបរិស្ថានបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពគ្រោះថ្នាក់ធម្មជាតិនៅតាមតំបន់ការពារធម្មជាតិហើយបានណែនាំឲ្យមន្ត្រីជំនាញបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីធានាការជួយសង្គ្រោះនិងជម្លៀសប្រជាពលរដ្ឋព្រមទាំងអ្នកទេសចរឲ្យមានសុវត្ថិភាពក្នុងនោះដែរក្រសួងបរិស្ថានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងអ្នកទេសចរដែលធ្វើដំណើរទៅកាន់តំបន់ភ្នំក្នុងរដូវវស្សាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ព្រោះភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំនិងជ្រោះអាចបង្កឲ្យមានទឹកហូរខ្លាំងនិងហានិភ័យគ្រោះថ្នាក់ជាយថាហេតុ